3 ទម្លាប់ពេលព្រឹកពីអ្នកវិទ្យាសាស្ត្រជួយអ្នកកោះ stress និងរឿងអវិជ្ជមានចេញឆ្ងាយពីជីវិតអ្នក stress មានអារម្មណ៍ស្ពឹកស្ពឹកនិងបើកភ្នែកអត់ទាន់គេក៏គិតរឿងអវិជ្ជមានច្រើនប្រសិនបើអ្នកមានទម្រង់លក្ខណៈទម្លាប់បែបនេះផ្លូវចិត្តអ្នកកាន់តែយ៉ាប់ខ្លាំងហើយអ្នកអាចនិយាយថាគ្មាននរណាម្នាក់ជួយខ្ញុំបានទេសូមអ្នកកុំអស់សង្ឃឹមនិងបាក់ទឹកចិត្តធ្វើអ្វីតាមអ្នកវិទ្យាសាស្ត្រជប៉ុនបានរកឃើញទម្លាប់3នេះជួយឲ្យអ្នកអាយុវែងនិងរីករាយរាល់ព្រឹកតាមលោក Ken Mochi ជាអ្នកវិទ្យាសាស្ត្រនិងអ្នកនិពន្ធសៀវភៅឈ្មោះថា Awakening Your Agony បាននិយាយថាទម្លាប់ហាត់ប្រាណពេលព្រឹកចិត្តអ្នកនឹងកើតក្តីស្រឡាញ់សុខភាពកើនឡើងគ្រាន់តែអ្នកចំណាយពេលត្រឹមតែ10ទៅ15នាទីដើម្បីដុតជាតិខ្លាញ់នៅក្នុងរាងកាយឈាមមានដំណើរការរត់ស្រួលហើយជួយចង្វាក់បេះដូងលោកអ្នកបានល្អក្នុងការផលិតឈាមពេលរាងកាយដំណើរការបែបនេះអារម្មណ៍ stress និងការគិតអាក្រក់ក៏ធ្លាក់ចុះតាមនឹងដែរខ្ញុំអាចនិយាយបានថាសុខភាពរបស់យើងគឺលេខ1នេះគឺជាហេតុផលមួយដែលធ្វើឲ្យជនជាតិជប៉ុនភាគច្រើនមានការរស់នៅមានអាយុ100ឆ្នាំប្រមូលក្តីសុខនិងរីករាយរាល់ព្រឹកបើយោងតាមការចុះផ្សាយលើគេហទំព័រ Pharmacy អ្នកជំនាញបាននិយាយថាអ្នកគួរតែញ៉ាំអាហារពេលព្រឹកបន្ទាប់ពីក្រោកពីគេងអស់ច្រើនម៉ោងពេលវេលាល្អបំផុតដើម្បីទទួលទានអាហារពេលព្រឹកគឺនៅចន្លោះម៉ោង7ដល់ម៉ោង8ព្រឹកអាហារពេលព្រឹកគឺជាវប្បធម៌មួយរបស់ជនជាតិជប៉ុនដែលមានអង្ករមួយចានត្រីអាំងស៊ុបមីជប៉ុនស៊ុតនិងបន្លែបៃតងដែលមានរសជាតិ fermented ហើយមានផ្លែឈើមួយចំនួនបន្ថែមអ្នកនឹងឃើញថាអាហារទាំងអស់នេះមានសារធាតុចិញ្ចឹមរាងកាយនិងមានសារធាតុប្រឆាំងអុកស៊ីតកម្មហើយវាបានផ្ដល់ថាមពលឲ្យរាងកាយបានគ្រប់គ្រាន់ក្នុងសកម្មភាពពេញមួយថ្ងៃផងដែរតាមលោក Ken Mochi បាននិយាយថាលោកបានមានសេចក្តីរីករាយក្រោកពេលព្រឹកដើម្បីទទួលទានអាហារក្នុងឋានៈជាមនុស្សមានគោលបំណងគឺជាអ្នកត្រូវបង្កើតទម្លាប់បញ្ជូនទៅកាន់ខួរក្បាលជាមុនដើម្បីក្រោកពីដំណេកយ៉ាងរីករាយអ្នកវិទ្យាសាស្ត្រជប៉ុននិងអាមេរិកជាច្រើនបានសិក្សាពីកោះអូគីណាវ៉ាបានបញ្ជាក់ថាមូលហេតុមួយឲ្យអ្នកកោះនោះរស់នៅគ្មាន stress និងថប់អារម្មណ៍មានកត្តាជំរុញមួយខ្លាំងមែនទែនគឺការផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាមនុស្សជុំវិញទាំងព្រឹកទាំងល្ងាចដោយធ្វើលំហាត់ប្រាណនិងនិយាយគ្នាលេងឬច្រៀងរាំជាមួយគ្នាជាដើមប្រជាជនជប៉ុនមានទំនាក់ទំនងនឹងគ្នាជាមួយឪពុកម្ដាយកូនប្តីប្រពន្ធនិងអ្នករួមការងារនៅពេលព្រឹកមុនចូលធ្វើការបង្កើតភាពស្និទ្ធស្នាលជាមួយមនុស្សជុំវិញខ្លួនវាបានធ្វើឲ្យអារម្មណ៍ពួកគេមានភាពកក់ក្ដៅតាមរយៈលោក Ken Mochi បានហៅថាស្មារតីក្នុងការទំនាក់ទំនងជាមួយមនុស្សដើម្បីបង្កើតក្តីស្រឡាញ់ក្នុងការរស់នៅឲ្យបានយូរអង្វែងសូម្បីអ្នកក៏អាចធ្វើបានផងដែរគ្រាន់តែអ្នកនិយាយថាសួស្តីកាន់មនុស្ស2-3ម៉ាត់អ្នកនឹងមានអារម្មណ៍ប្លែកនិងទទួលបានស្នាមញញឹមពីអ្នកដទៃ